ជឿអត់បើខ្ញុំប្រាប់ថាមួយកុសានេះគឺចិត្តធំហ៊ានប្រកាសខ្លួនធ្វើជាស្ដេចនិងបង្កើតប្រទេសផ្ទាល់ខ្លួននៅលើបង្គោលដៃដ៏តូចមួយនេះនេះគឺជា micronation ឬក៏រដ្ឋដ៏តូចបំផុតដែលមិនត្រូវបានគេទទួលស្គាល់ជាផ្លូវការដោយប្រទេសណាមួយនៅលើពិភពលោកនោះឡើយកាលពីដើមឡើយទីនេះគ្រាន់តែជាបន្ទាយកាលពីសម័យសង្គ្រាមលោកទី2របស់ចក្រភពអង់គ្លេសប៉ុណ្ណោះហើយវាស្ថិតនៅប្រហែល11ទៅ13គីឡូម៉ែត្រពីស្នេហ៍សមុទ្រស៊ូហ្វុលនៃប្រទេសអង់គ្លេសតាមពិតទៅប៉ុស្តិ៍យាមយោធាកាលពីសម័យសង្គ្រាមនេះគឺត្រូវបានគេបំផ្លិចចោលបាត់ទៅហើយកាលពីសម័យសង្គ្រាមត្រូវបានបញ្ចប់នោះបន្ទាយសមុទ្រកាលពីសម័យសង្គ្រាមលោកទី2នេះគឺត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ1942ដើម្បីការពារចក្រភពអង់គ្លេសពីការវាយលុករបស់អាល្លឺម៉ង់វាមិនមែនជាកោះទេគឺគ្រាន់តែជាប៉មបេតុង2ដែលនៅពីលើនោះគឺមានម្ចាស់ដែលធំមួយអាចដាក់ពីលើបានដោយវាមានកម្ពស់25ម៉ែត្រពីលើផ្ទៃទឹកបន្ទាប់ពីបញ្ចប់សង្គ្រាមមកទីតាំងនេះគឺត្រូវបានគេបោះបង់ចោលរហូតដល់មានគ្រួសារមួយគឺបានផ្លាស់ទីលំនៅទៅរកទីនោះនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1960ហើយគ្រួសារនេះថែមទាំងអះអាងថាទីនេះគឺជារដ្ឋឯករាជ្យមួយហើយពួកគេថែមទាំងលើកទង់ជាតិផ្ទាល់ខ្លួនបោះពុម្ពលិខិតឆ្លងដែននិងថែមទាំងបានប្រយុទ្ធជាមួយអ្នកឈ្លានពានកាលពីឆ្នាំ1973ថែមទៀតផងជាមួយគ្នានេះចក្រភពអង់គ្លេសក៏មិនដែលទទួលស្គាល់ថាវាជាប្រទេសទេប៉ុន្តែប្រទេសអង់គ្លេសក៏មិនដែលបង្ខំឲ្យពួកគេបិទទ្វារនោះដែរបាទនៅក្នុងច្បាប់អន្តរជាតិតំបន់ប្រភេទឬក៏ដែលសម្បត្តិអន្តរជាតិនេះគឺមិនមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយនោះឡើយប៉ុន្តែមានថ្ងៃមួយឬគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថានៅក្នុងឆ្នាំ1973មានការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយជនបរទេសមួយក្រុមដែលជាអតីតសមាជិកនៃទីតាំងនេះប៉ុន្តែត្រូវបានគ្រួសារបិទវិបកវិញហើយមនុស្សគ្រប់គ្នាក៏អាចដាក់ពាក្យស្នើសុំទៅទេសចរនៅលើប្រទេសបង្គោលដៃនៅលើសមុទ្រមួយនេះបានផងដែរប៉ុន្តែត្រូវសារសុំវីសាជាមុនសិនទើបអាចទៅលេងបានប៉ុន្តែអ្នកដែលទៅទីនោះទៅគ្រប់តាមច្បាប់នៃប្រទេសមួយនេះបើមិនដូច្នេះទេអ្នកអាចមានទោសហើយអាចជាប់ពន្ធនាគារនៅលើប្រទេសដ៏តូចមួយនេះថែមទៀតផងហើយបង្គោលដៃនៅលើសមុទ្រដ៏តូចដែលគ្រួសារមួយក្រុមបានបង្កើតធ្វើជាស្ដេចនិងបង្កើតជាប្រទេសនោះគឺមានឈ្មោះថា Sealand អ្នកនរគ្នានរណាខ្លះចង់ទៅលេងប្រទេសដ៏តូចមួយនេះអាចខមមិនខាងក្រោមបាន